ខ្នាជារោមួយដែលមិនស្គាល់ពីពូជអម្បូរមិនដឹងមកពីអម្បូរអ្វីគឺជាសត្វចម្លែកនៅក្នុងហ្គេម Mobile Legends ដែលចេះតែស៊ីពេស្គីទី3សម្រាប់ដាក់លួចបឹសលួចថថលជាមួយនឹងលួចបឹសទៅគ្នាគេទៅគ្នាឯងហើយជាមួយនឹងស្គីទី2វិញក្នុងការដាក់រត់ចំណែក passive ក៏អត់ប្រយោជន៍សុទ្ធតែម្ដងគឺគេវាយងាប់ហើយសល់ passive រត់ប្រុចចោលធីមហើយ flame shot វិញគឺសម្រាប់ទៅស៊ីពេគេជាមួយនឹងការលួចថថលលួចបឹសគេហើយខ្មែរគឺជារោគមួយដ៏អត់ប្រយោជន៍នៅក្នុងហ្គេម Mobile Legends ដែលគ្នាណាក៏គេមិនចង់ឃើញមិនចង់រករោគជារោខ្មែរមួយដែលជារោមួយដែលជាកូនសំណល់របស់មុនតុនជារោដែលរញ៉េរញ៉ៃប្រចាំ Mobile Legends ជារោដែលកាត់ទឿជាងគេប្រចាំ Mobile Legends ជារោដែលចង្រៃជាងគេប្រចាំ Mobile Legends ជារោដែលមហាសែនអត់ប្រយោជន៍នៅក្នុងហ្គេម Mobile Legends អញ្ចឹងវាទៅដេកខ្មែរមានតែប៉ុណ្្នឹងទេ